អំណាចសមត្ថភាពឬមួយក៏មហាវិទ្យាល័យអញ្ចឹងយើងអានថា faculty 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 ប្រែថាអំណាចឬមួយក៏សមត្ថភាពឬមួយក៏មហាវិទ្យាល័យអញ្ចឹងទៅបាទបន្តទៀតប្រែថាចៅក្រម judge 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 ប្រែថាចៅក្រមបាទថ្នាក់ពាក្យវាជា noun ជានាមចូលមកដល់ពាក្យថា judge ដូចគ្នាប៉ុន្តែប្រែថាវិនិច្ឆ័យឬមកក៏កាត់ក្តីប៉ុន្តែវាផាសភាវាគឺខុសគ្នាណាមួយជា noun មួយជា verb បាទអញ្ចឹងយើងមើល judge ប្រែថាវិនិច្ឆ័យឬមកក៏កាត់ក្តីបាទបន្តទៀតជាបន្តបន្ទាប់ឬមួយក៏បន្តិចម្ដងប្រែថា gradually 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 បាទប្រែថាជាបន្តបន្ទាប់បន្តិចម្ដងពាក្យបន្តទៀតគឺអណ្ដែតឬមួយក៏បណ្ដែតអញ្ចឹងអានថា flute 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 បាទប្រែថាអណ្ដែតឬមួយក៏បណ្ដែតចូលមកដល់ពាក្យថាលិចទឹកបាទលិចទឹកគឺ flood 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 បាទប្រែថាលិចទឹកឡានទឹកពន្លត់ភ្លើងឬមួយក៏ឡានទឹកពន្លត់អគ្គិភ័យបាទជាមួយគ្នា fire engine fire engine fire engine បាទប្រែថាឡានពន្លត់ភ្លើងបាទយើងសិក្សាពាក្យបន្តទៀតគឺបានអភិវឌ្ឍបាទអភិវឌ្ឍគឺ develop 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 បាទអញ្ចឹងប្រែថាបានអភិវឌ្ឍបាទបានអភិវឌ្ឍនៅកន្លែងណាមួយគេសាងសង់អគារអញ្ចឹងទៅពេលសាងសង់រួចរាល់ហើយគឺជា develop បាទបានអភិវឌ្ឍហើយចូលមកដល់កំពុងតែអភិវឌ្ឍម្ដងអញ្ចឹងគឺ developing បាទ developing បាទប្រែថាកំពុងតែអភិវឌ្ឍឬក៏កំពុងតែកសាងសង់ឡើងទៅណាដែលគេមួយដូចគ្នាប៉ុន្តែកំពុងតែធ្វើមួយទៀតគឺបានរួចរាល់ហើយយើងចូលដល់នាយកបាទនាយកគឺប្រែថា director ប្រែថានាយកបាទយើងទៅពាក្យបន្តទៀតគឺអះអាង claim ប្រែថាអះអាងបាទធ្វើឲ្យធ្វើចិត្តឲ្យស្ងប់បាទធ្វើចិត្តឲ្យស្ងប់ calm បាទធ្វើចិត្តឲ្យស្ងប់ខឹងអីមួយក្រោយអញ្ចឹងទៅព្យាយាម calm down បាទធ្វើចិត្តឲ្យស្ងប់ធ្វើចិត្តត្រជាក់អញ្ចឹងទៅចូលមកដល់លក្ខខណ្ឌឬមកក៏ស្ថានភាពគឺ condition បាទប្រែថាលក្ខខណ្ឌឬមួយក៏ស្ថានភាពយើងមានលក្ខខណ្ឌដោះដូរគ្នាអីចេះអញ្ចឹងទៅបាទអរគុណច្រើនបងប្អូនសម្រាប់ការចូលតាមដានទស្សនាវីដេអូខ្លីមួយនេះតាំងពីដើមរហូតដល់ចប់បើសិនមានកំហុសខុសឆ្គងសូមការអធិស្ឋានជួបគ្នានៅវីដេអូក្រោយទៀត